សូមឲ្យសត្វទាំងពួងបានសេចក្តីសុខសัพពេតសន្តិទិនស្សៈសัพពេភាយន្តិមិច្ជុណោអត្តានੰឧបមង្កត្វានិហនយៈនិឃាតយេប្រែថាសត្វទាំងឡាយសុទ្ធតែតក់ស្លុតចំពោះអាជ្ញាសុទ្ធតែភ័យខ្លាចចំពោះសេចក្តីស្លាប់គ្រប់គ្នាបុគ្គលធ្វើខ្លួនឯងឲ្យជាឧបមាហើយមិនគួរប្រហារដោយខ្លួនឯងមិនគួរប្រើអ្នកដទៃឲ្យប្រហារនៅសត្វដទៃឡើយធម៌ទាំងឡាយទាំងពួងជាអនត្តាសัพពេធម្មាអនត្តាតិយតិបញ្ញយៈបស្សតិអដ្ឋនិព្ពិនទតិទុក្ខេអេសៈមកោវិសុទ្ធាយានៅពេលណាបុគ្គលពិចារណាឃើញច្បាស់ដោយបញ្ញាថាធម៌ទាំងឡាយជាអនត្តានៅពេលនោះគេរមែងនឿយណាយនឹងទុក្ខនោះហើយគឺជាផ្លូវនៃសេចក្តីបរិសុទ្ធសัพពេធម្មាអនត្តាតិយតិបញ្ញយៈបស្សតិអដ្ឋនិព្ពិនទតិទុក្ខេអេសៈមកោវិសុទ្ធាយារៀនសរសេរអក្សរខ្មែរឲ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធយើងដែលជាកូនខ្មែរត្រូវតែសរសេរនិងពិនិត្យអក្ខរាវិរុទ្ធឲ្យបានត្រឹមត្រូវមុននឹងចែករំលែកនៅលើបណ្ដាញសង្គមពីព្រោះថានៅលើបណ្ដាញសង្គមមានមនុស្សមើលឃើញច្រើនមិនថាមនុស្សចាស់ឬក៏ក្មេងទេប្រសិនបើអ្នកដែលមើលឃើញទាំងអស់នោះយកទៅសរសេរតាមនាំឲ្យខុសតគ្នានៅពេលដែលយើងចែករំលែកខុសហើយគេធ្វើតាមចិត្តរបស់យើងនឹងសៅហ្មងតណ្ហខយោសัพពទុក្ខំចិនាតិតណ្ហខយោសัพពទុក្ខំចិនាតិការអស់ទៅនៃតណ្ហារមែងឈ្នះនៅទុក្ខទាំងពួងខ្ញុំព្រះករុណាសូមនមស្ការថ្វាយបង្គំចំពោះលោកម្ចាស់គ្រប់ព្រះអង្គនិងចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់ឥឡូវយើងមកអាននៅព្រះពុទ្ធវចនៈខ្លីៗរបស់ព្រះសម្មាសម្ពុទ្ធបន្តទៀតពាក្យខាងដើមយើងអានថាចិត្តតាំងគុតតាំងសុខាវហੰចិត្តតាំងគុតតាំងសុខាវហੰចិត្តដែលគេគ្រប់គ្រងបានល្អហើយតែងបានសុខពេលរៀនសរសេរអក្សរមុនដំបូងយើងសរសេរពីព្យាញ្ជនៈស្រៈនិស្ស័យស្រៈពេញទូបន្ទាប់មកយើងយកព្យាញ្ជនៈស្រៈទាំងនោះមកសរសេរផ្សំគ្នាឲ្យចេញជាពាក្យបន្ទាប់មកយើងសរសេរចេញជាល្បះខ្លីៗឲ្យថ្នឹកដៃណដ្ឋិបញ្ញាសមាអាភាណដ្ឋិបញ្ញាសមាអាភាពន្លឺអ្វីស្មើដោយបញ្ញាមិនមានសូមអនុមោទនីសូមនមស្ការនិងចម្រើនពរគុណម្ចាស់និងញាតិញោមពុទ្ធបរិស័ទថ្ងៃនេះខ្ញុំប្រកាសណាអាត្មាភាពនឹងអាននៅព្រះពុទ្ធវចនៈខ្លីដើម្បីចែកជូនញាតិញោមពុទ្ធបរិស័ទស្ដាប់ជាធម្មទានពាក្យខាងដើមយើងអានថាណដ្ឋិកម្មសមੰពលំណដ្ឋិកម្ម
សមੰងពលំគ្មានកម្លាំងអ្វីខ្លាំងស្មើនឹងកម្លាំងកម្មទេ